អូនណាយើងទៅបើកលក់នំបញ្ចុកថ្ងៃដំបូងមិនដឹងមានគេចូលហូបឬអត់ទេបងកុំបារម្ភអីបងមើលចោះនំបញ្ចុកធ្វើហើយថ្មីទឹកសម្លក្តៅឈ្ងុយឆ្ងាញ់ឈ្ងុយពិតមែនតើអូនបងចាំមើលណាចាំអូនពពាយនាយនំបញ្ចុកអើយនំបញ្ចុកស្រុកស្រែទឹកសម្លខ្មែរក្តៅឈ្ងុយឆ្ងាញ់នំបញ្ចុកអើយនំបញ្ចុកស្រុកស្រែទឹកសម្លខ្មែរក្តៅឈ្ងុយឆ្ងាញ់យីអ្នកណាពពាយនាយនំបញ្ចុកហ្នឹងដូចជាទំនងដល់ហើយគិតទៅរកដាក់មួយចានសិនមកមីងពិសានំបញ្ចុកដាក់នំបញ្ចុកឲ្យមីងមួយចានមកក្មួយសុំលបោយឲ្យច្រើនបន្តិចណាចាមីងតែប៉ុណ្ណឹងបានសម្លមួយឆ្នាំងដែរផលិតស្រស់អញ្ចឹងបើធ្វើលបោយនំបញ្ចុកមិនដឹងឆ្ងាញ់មិនទេយីដល់រដូវកាលពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតទៀតហើយអស់ប្រមាណក្មួយបាទ2000មីងឆ្ងាញ់ណាស់ក្មួយស្អែកចាំមីងមកហូបទៀតណាចាអរគុណមីងនំបញ្ចុកតាកំពុងឃ្លានស្រាប់ផងពូអញ្ជើញពិសានំបញ្ចុកសិនដាក់នំបញ្ចុកឲ្យពូមួយចានមកក្មួយទាំងពីរទើបមកនៅភូមិនេះមែនពូដោយអត់ដែលឃើញមុខបាទពូខ្ញុំនិងប្រពន្ធទើបការរួចក៏ផ្លាស់មករស់នៅក្នុងឃុំនេះចំពេលល្អហើយអញ្ចឹងល្អមិនទៅពូគឺថាក្នុងអំឡុងពេលហ្នឹងជាពេលវេលាពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ2025ក្មួយទាំងពីរអាចផ្ទេរឈ្មោះបោះឆ្នោតមកឃុំនេះបានអូពិតមែនហើយពូខ្ញុំធ្លាប់ឮគេនិយាយថាបើយើងផ្លាស់ទៅរស់នៅឃុំថ្មីយើងអាចផ្ទេរឈ្មោះបោះឆ្នោតទៅឃុំថ្មីនោះបានដើម្បីបានបោះឆ្នោតក្នុងទីតាំងដែលយើងកំពុងរស់នៅត្រឹមត្រូវហើយក្មួយផ្ទេរឈ្មោះបោះឆ្នោតមកឃុំថ្មីត្រូវធ្វើមិនខ្លះទៅពូក្មួយត្រូវទៅជួបក្រុមចុះឈ្មោះបោះឆ្នោតដោយយកសៀវភៅស្នាក់នៅច្បាប់ដើមឬសៀវភៅគ្រួសារច្បាប់ដើមឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំថ្មីដែលក្មួយកំពុងរស់នៅជាមួយនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាពអរគុណពូមិនអីទេក្មួយយើងជាអ្នកភូមិជាមួយគ្នាថាផ្ទះពូក៏នៅក្បែរនេះដែរបាទពូនំបញ្ចុករបស់ពូនំបញ្ចុកស្រុកស្រែទឹកសម្លខ្មែរឈ្ងុយឆ្ងាញ់